ប្រជុំរឿងព្រេងខ្មែរសូមជូនរឿងដំរីចិត្តបាបកាលពីយូរលង់ណាស់មកហើយនៅក្នុងព្រៃហេមពាន្តមានស្ដេចដំរីមួយគ្រប់គ្រងហ្វូងដំរីចំនួន 80000 ក្បាលស្ដេចដំរីចិត្តល្អណាស់មានក្តីមេត្តានិងមានចិត្តចំពោះសត្វដទៃជានិច្ចកាលនោះមានចាបមួយក្បាលធ្វើសម្បុកនៅកំពតព្រៃក្បែរជើងភ្នំចាបបានពងនិងញាស់បានកូនចាបជាច្រើនថ្ងៃក្រោយមកមេចាបដឹងដំណឹងថាដំរីនឹងធ្វើដំណើរឆ្លងកាត់ចំផ្លូវដែលជាសម្បុករបស់ខ្លួនក៏មានការផិតភ័យទើបហើរទៅជួបស្ដេចដំរីភ្លាមមេចាបអង្វរករស្ដេចដំរីថាអោស្ដេចដំរីអើយទុកជីវិតឲ្យកូនតូចៗរបស់ខ្ញុំផងកុំជន់សម្បុកខ្ញុំអីស្ដេចដំរីនិយាយថាកុំខ្លាចយើងនឹងជួយការពារសម្បុកឯងឲ្យចាបបានឮសម្ដីរបស់ស្ដេចដំរីហើយក៏ធូរទ្រូងមុននឹងហើរត្រឡប់ទៅរកសម្បុករបស់ខ្លួនវិញពេលស្ដេចដំរីដើរទៅដល់សម្បុករបស់មេចាបស្ដេចដំរីក៏ឈរពីមុខសម្បុកទាល់តែកូនដំរីរបស់ខ្លួនដើរឆ្លងកាត់រហូតអស់ហើយនៅមុនពេលដែលស្ដេចដំរីចាកចេញទៅស្ដេចដំរីក៏ប្រាប់ដាស់តឿនដោយការព្រួយបារម្ភថាមានដំរីពាលមួយក្បាលកំពុងធ្វើដំណើរឆ្លងកាត់ទីនេះដែរឯងត្រូវប្រុងប្រយ័ត្នហើយសូមអង្វរករវាឲ្យបានស្រួលបួលផងថ្ងៃមួយពេលមេចាបហើរទៅរកចំណីក៏ជួបនឹងដំរីពាលដែលកំពុងដើរនៅជើងភ្នំទើបមេចាបរហ័សទៅអង្វរករថាអោបងដំរីដ៏មានអំណាចអើយសូមមេត្តាអាណិតកូនតូចរបស់ខ្ញុំផងកុំដើរជន់សម្បុករបស់ខ្ញុំអីដំរីពាលក៏ស្រែកខ្លាំងថាយើមីមេចាបល្អិតចង់មកពាំងផ្លូវអ្នកធំដូចជាយើងផងឬអ្នកណាពាំងផ្លូវយើងនឹងជន់ឲ្យកប់ដីហាហាហាដំរីចិត្តបាបមិនបានយកចិត្តទុកដាក់នឹងពាក្យអង្វរករទេវាដើរទៅរកសម្បុករបស់មេចាបហើយក៏លើកជើងជន់កូនចាបនៅក្នុងសម្បុកទាល់តែស្លាប់អស់មេចាបទាំងសោកសម្រែងទាំងខឹងសម្បាវានិយាយដោយការចងអាឃាតថាចាំមើលចុះយើងនឹងតាមចងកម្មពៀនឹងឯងវិញដំរីពាលសោកកាក់កាយនិយាយដោយមិនខ្វល់ថាខ្លួនតូចដូចឯងធ្វើស្អីយើងបានយើងទៅវិញទេជាអ្នកជន់ឲ្យឯងស្លាប់ទៅតាមកូនរបស់ឯងនិយាយចប់ដំរីពាលក៏ដើរចេញបាត់ទៅលុះក្រោយមកមេចាបក៏រកវិធីសងសឹកនឹងដំរីព្រៃអន់ពាលនោះហើយទីបំផុតវាក៏គិតឃើញផែនការមួយមេចាបបានទៅបម្រើក្អែកមួយក្បាលអស់រយៈពេលជាច្រើនថ្ងៃធ្វើឲ្យក្អែករំភើបចំពោះទឹកចិត្តរបស់វាថ្ងៃមួយក្អែកបានប្រាប់មេចាបថាអរគុណច្រើនហើយដែលជួយខ្ញុំបើឯងត្រូវការអីនោះខ្ញុំរីករាយនឹងជួយ
ទើបមេចាប់និយាយរឿងដំរីចិត្តបាបឲ្យក្អែកស្ដាប់ហើយក៏សុំក្អែកជួយទៅចឹកភ្នែកដំរីចិត្តបាបឯកយល់ព្រមរឿងងាយប៉ុណ្ណឹងចាំខ្ញុំចាត់ការឲ្យពេលមេចាប់បានកំណត់ថ្ងៃគ្នាជាមួយក្អែករួចរាល់ក្នុងការទៅចឹកភ្នែករបស់ដំរីព្រៃអនពាលទើបមេចាប់ចាប់ផ្ដើមធ្វើតាមផែនការរបស់វាបន្តទៅទៀតមេចាប់បានហើរទៅជួបនឹងរុយក្បាលខៀវដែលជាមិត្តចាស់របស់ខ្លួនហើយវាក៏សុំឲ្យរុយក្បាលខៀវជួយទៅពងដាក់ភ្នែកទាំងសងខាងរបស់ដំរីកំហូចទៅតាមការកំណត់រុយក្បាលខៀវក៏តបថារឿងប៉ុណ្ណឹងចាំខ្ញុំចាត់ការឲ្យមេចាប់អរគុណរុយក្បាលខៀវហើយក៏សុំលាមិត្តទៅបន្ទាប់មកមេចាប់ក៏ស្រោតដំណើរទៅត្រពាំងមួយមេចាប់បានទៅអង្វរកង្កែបមួយក្បាលឲ្យជួយស្រែកនៅលើកំពូលភ្នំស្រែកតតែដំរីកំហូចទៅដល់បន្ទាប់ពីនោះចាំលោតទៅស្រែកនៅជិតមាត់ជ្រោះដែលជាផែនការបន្ទាប់កង្កែបក៏យល់ព្រមកុំបារម្ភខ្ញុំនឹងជួយឯងថ្ងៃមួយពេលដែលដំរីពាលកំពុងតែរកស៊ីនៅក្នុងព្រៃឯងបានហើរទៅតាមវារហូតមានឱកាសក៏ទៅចឹកចំភ្នែកទាំងពីររបស់វាទាល់តែចិញ្ចៀមបន្ទាប់ពីនោះរុយក្បាលខៀវក៏ហើរទៅពងដាក់មុខរបួសនោះប៉ុន្មានថ្ងៃក្រោយមករបួសចំភ្នែកនោះក៏មានខ្ទុះធ្វើឲ្យដំរីពាលចិត្តបាបឈឺចាប់ជាខ្លាំងវាដើរទាំងពពីងពពើមនៅក្នុងព្រៃអស់រយៈពេលជាច្រើនថ្ងៃទាំងហត់នឿយទាំងស្រែកទឹកនៅពេលដែលវាឮសំឡេងកង្កែបយំក៏គិតថានៅជិតនោះនឹងមានត្រពាំងទឹកទើបខំដើរទៅតាមសំឡេងកង្កែបយំដំរីពាលក៏ចេះតែដើរតាមសំឡេងយំរបស់កង្កែបរហូតទៅដល់កំពូលភ្នំមួយកង្កែបឃើញដំរីកំពុងដើរចូលមកជិតក៏ស្ទុះលូតទៅដល់មាត់ជ្រោះព្រមទាំងស្រែកយំខ្លាំងៗដំរីក៏ដើរពពីងពពើមតាមសំឡេងកង្កែបទៅដល់មាត់ជ្រោះហើយក៏ធ្លាក់ស្លាប់នៅក្នុងពេលនោះទៅរឿងនិទាននេះបង្រៀនយើងឲ្យដឹងថាធ្វើបុណ្យបានបុណ្យធ្វើបាបបានបាបរឿងដំរីចិត្តបាបចប់ដោយបរិបូរណ៍